កូនកំឡោះក្រមុំទាំងពីរខិតជិតគ្នាបន្តិចប្រញាប់មើលមកកាមេរ៉ាមកសូមអបអរសាទររីករាយថ្ងៃរៀបការដំណើរការចុះសម្បត្តិអាពាហ៍ពិពាហ៍ពិតជាលឿនមែនទោះបីជាខ្ញុំដោយសារលោកតាទៅរៀបការជាមួយនាងប៉ុន្តែយកនាងហើយខ្ញុំនឹងទទួលខុសត្រូវដល់ទីបញ្ចប់ខ្ញុំប្រញាប់ទៅធ្វើការនៅក្រៅប្រទេសនេះជាកាតសម្រាប់នាងគ្មានលេខកូដទេចាំខ្ញុំត្រឡប់មកវិញចាំតាក់ទងទៅនាងណែលោកគឺរយៈពេលប៉ុន្មានហើយទោះជាជួបគ្នាលើកទី1ប៉ុន្តែលោកសិនម្នាក់នេះមើលទៅពិតជាគូស្រករដ៏ល្អម្នាក់មែនធានចៅប្រុសតាសិនជីនស៊ីទាំងអត្តចរិតគុណធម៌និងរូបរាងគឺល្អខ្លាំងណាស់ចៅអញបានជួយជីវិតតាធានាថាគេនឹងល្អចំពោះចៅកូននៅធ្វើជាអ្នកអនាម័យក្នុងទីក្រុងម្នាក់ឯងប៉ាមិនទុកចិត្តទេបើសិនជាកូនរៀបការប៉ានឹងអាចសម្រាប់ព្យាបាលជំងឺដោយស្ងប់ចិត្តហើយបានហើយប៉ាកុំនិយាយទៀតអីកូនព្រមរៀបការឲ្យតែប៉ាអាចសម្រាប់ព្យាបាលជំងឺដោយស្ងប់ចិត្តរៀបការក៏រៀបការទៅក្នុងមួយនេះដូចជាធ្លាប់ស្គាល់ម្លេះណែហេតុអីមិនបោះសម្អាតអគ្គនាយកសិនជាមនុស្សដែលនាងអាចមើលបានដែរឬត្រឹមជាអ្នកអនាម័យមកពីជនបទម្នាក់សោះចង់ហោះខ្លាយជាហងមែនទេខ្ញុំចង់តែសើចអ្នកគ្រប់គ្រងគឺនាងចូលចិត្តអគ្គនាយកសិនមិនបាច់ខ្វល់ពីអាកប្បកិរិយារបស់នាងទេអគ្គនាយកសិនចំពោះស្រីដែរចង់តាក់ទងគាត់គឺគាត់មិនលើកលែងឲ្យទេកុំធ្វើល្ងងអីអ្នកកុំបារម្ភអីខ្ញុំគ្រាន់តែចង់ធ្វើការឲ្យបានល្អដើម្បីសន្សំលុយវះកាត់ឲ្យប៉ាខ្ញុំទេអគ្គនាយកខ្ញុំទើបតែខកទៅជំងឺប៉ាក្មេកលោកកាន់តែធ្ងន់ធ្ងរការវាការប្រាក់28,000ប៉ុន្តែចម្លែកត្រង់ថាលោកស្រីមិនបានហើយលោកចាស់ដឹងនោះទេសូម្បីតែកាត់ដែលខ្ញុំឲ្យក៏មិនបានប្រាមើលទៅប្រពន្ធខ្ញុំមិនចង់រំខានអ្នកដទៃទេអញ្ចឹងលោកទៅបងថ្លៃវះកាត់សិនទៅបាទអគ្គនាយកសិនកាហ្វេរបស់លោកអគ្គនាយកសិនកាហ្វេរបស់លោកទៅបងថ្លៃវះកាត់ទៅលោកតាខ្ញុំត្រឡប់មកប្រទេសវិញហើយអាប្រកាច់ទើបតែរៀបការរួចឯងក៏ចេញទៅក្រៅប្រទេស3ឆ្នាំតាសំនឹងធានទេ3ឆ្នាំនេះគឺធានរហូតដែរមើលថែតាបើឯងមិនត្រឡប់មកវិញទេតាក៏គ្មានមុខទៅជួបចៅប្រសាដែរលោកតាគឺខ្ញុំខុសហើយយប់នេះត្រូវតែមកផ្ទះគ្នានឹងធានចាំឯងបាត់យប់នេះខ្ញុំច្បាស់ជាត្រឡប់ទៅវិញជប់សិនអគ្គនាយកមានតម្រូវការអ្វីផ្សេងទៀតទេចាប់ពីថ្ងៃនេះទៅការិយាល័យរបស់ខ្ញុំគឺទុកឲ្យនាងមើលការខុសត្រូវចាសអាឡូម៉ាក់និយាយថាម៉េចលោកសិនបានបងថ្លៃវះកាត់ឲ្យប៉ះហើយឬចាសកូនដឹងហើយមិននឹកស្មានថាលោកសិនម្នាក់នេះនៅក្រៅប្រទេសសោះប៉ុន្តែទទួលបានព័ត៌មានលឿនណាស់លេខាសិនជាងធានថ្ងៃក្រោយនាងមានភារកិច្ចសម្អាតការិយាល័យអគ្គនាយកដូច្នេះមិនផុតពីការប៉ះពាល់ជាមួយគាត់ទេចេះរក្សាគម្លាតឲ្យបានល្អតើលេខាសិនមានន័យយ៉ាងម៉េចអគ្គនាយកគឺជាមនុស្សដែលមានការទទួលខុសត្រូវខ្ពស់គាត់មានប្រពន្ធរួចហើយនៅក្បែរគាត់មិនអាចមានអ្នកដែលមានគំនិតមិនល្អនោះទេខ្ញុំយល់ហើយប៉ុន្តែខ្ញុំក៏មានប្តីរួចហើយដែរហើយខ្ញុំក៏ពេញចិត្តប្តីខ្ញុំណាស់លេខាសិនកុំបារម្ភអីល្អហើយខិតខំធ្វើការទៅអាឡូលោកសិនបងដឹងហើយអូនសម្លាញ់ឬថាលោកបានបងថ្លៃវះកាត់ឲ្យប៉ាខ្ញុំអរគុណលោកណាស់ប៉ុន្តែលោកកុំបារម្ភអីថ្លៃវះកាត់28,000ខ្ញុំពិតជានឹងសងលោកវិញមិនខានពួកយើងជាប្តីប្រពន្ធនឹងគ្នារបស់បងក៏ជារបស់អូនរឿងមួយដោយឡែកពីរឿងមួយត្រូវតែសងបានមានរឿងអីចាំយើងនិយាយគ្នានៅពេលក្រោយទៀតចាសសួស្តីអគ្គនាយកលេខាទើបតែទទួលបានព័ត៌មានកិច្ចសហការជាមួយគ្រូសាវាងលោកតាវាងនឹងអញ្ជើញមកតដើម្បីពិភាក្សាជាមួយលោកដឹងហើយកំរាលនេះមិនក៏ខ្វក់ម្លេះខ្ញុំមកដល់ហើយនាងទៅតែទៅណាទៅលួចខ្ជិលនៅឯណាអំបញ្ញមិញខ្ញុំទៅចោលសម្រាមជួបលោកតាម្នាក់ត្រូវការជំនួយខ្ញុំក៏ជួយគាត់បន្តិចទៅយីពេលបន្តិចនាងមើលចោះដោយសារតែនាងកំរាលនេះខ្វក់ដល់ថ្នាក់ណាទៅហើយក្រុមហ៊ុនយើងជាក្រុមហ៊ុនអន្តរជាតិសុទ្ធតែមានមនុស្សជាន់ខ្ពស់បើគេឃើញក្រុមហ៊ុនយើងខ្វក់បែបនេះការខាតបង់ដែលកើតឡើងតើនាងមានលទ្ធភាពសងទេសុំទោសពិតមែនខ្ញុំបោះសម្អាតឥឡូវនេះហើយខ្ញុំពិតជាមិនយល់សោះហេតុអីក្រុមហ៊ុនត្រូវរកអ្នកជនបទមកធ្វើជាអ្នកអនាម័យប្រព័ន្ធឧស្សាហ៍ព្យាយាមស្អីគ្រាន់តែជាពួកមនុស្សលួចខ្ជិលនឹងមានល្បិចប៉ុណ្ណោះបញ្ហារបស់ខ្ញុំអ្នកស្ដីឲ្យតែខ្ញុំម្នាក់បានហើយចុះវាតាក់ទងអីនឹងអ្នកជនបទតែឧស្សាហ៍ព្យាយាមនាងនៅហ៊ានរមាត់ជាមួយខ្ញុំទៀតប្រព័ន្ធឧស្សាហ៍ព្យាយាមស្អីនៅក្នុងភ្នែកខ្ញុំគ្រាន់តែជាពួកប៉ារ៉ាស៊ីតប្រយោជន៍ដល់សង្គមប៉ុណ្ណោះ
នាងហ៊ានវាខ្ញុំផងអគ្គនាយកសិន មានរឿងអី គឺជាងធាននេះនាងធ្វើការងារខ្លួនឯងមិនបានល្អខ្ញុំទៅតែស្ដីបន្ទោសនាងបន្តិចប៉ុណ្ណោះ នាងឈ្មោះជាង ចា ធាន សោះ ឈ្មោះនេះដូចជាជាងធាន អគ្គនាយកលោកមើលកំរានេះខ្វក់ជាងធាននេះនាងធ្វើការមិនបានល្អទេខ្ញុំធ្លាប់ប្រាប់ប្រធានផ្នែកបុគ្គលិករួចហើយថាគុំរើសអ្នកជនបទតែអន់ថយបែបនេះ ក្រុមហ៊ុនរើបុគ្គលិកតែងតែមើលលើសមត្ថភាពនិងបទពិសោធន៍តាំងពីពេលណាមកដែលការជ្រើសរើសត្រូវបែងចែកវណ្ណៈនោះ អគ្គនាយក លោកតាវាងលោកអញ្ជើញមកលឿនម្លេះក្មួយស្រីចៃដនអាមែនយើងបានជួបគ្នាទៀតហើយអូតាមពិតមកធ្វើការនៅក្រុមហ៊ុនសិនសោះលោកតាវាងលោកទាំងពីរស្គាល់គ្នាអបាញ់មិញតាមផ្លូវមកទីនេះខ្ញុំស្ទើរតែត្រូវឡានបុកទៅហើយសំណាងល្អបានក្មួយស្រីនេះហើយដែរបានជួយខ្ញុំតាមពិតអញ្ចឹងសោះលេខាហ្វឺនាំលោកតាវាងទៅបន្ទប់ទទួលភ្ញៀវដើម្បីសម្រាប់លោកតាវាងបន្តិចទៀតខ្ញុំនឹងពិភាក្សាការងារជាមួយលោកឲ្យបានល្អមិនបាច់ពិភាក្សាទេខ្ញុំជឿជាក់ថាក្រុមហ៊ុនរបស់លោកដែលមានបុគ្គលិកចិត្តល្អបែបនេះចំពោះកិច្ចសហការខ្ញុំច្បាស់ជាមិនខាត់បងទេពួកយើងចុះកិច្ចសន្យាទៅបាទលេខាហ្វឺនាំលោកតាវាងទៅការិយាល័យរបស់ខ្ញុំផ្ទាល់តែម្ដងទៅក្មេងល្អមានឱកាសយើងនឹងនិយាយគ្នាលេងបន្តទៀតទុកឲ្យតាចាស់នេះបានអរគុណក្មួយឲ្យបានសម្រុំផង ចាសោះ លោកតាវាងអញ្ជើញមកខាងនេះ អគ្គនាយកអំបញ្ញមិញដោយសារតែរឿងនេះទើបធ្វើឲ្យយឺតយ៉ាវក្នុងការបោះសម្អាត លើកនេះនាងធ្វើបានល្អណាស់ ជាងធានសុំទោសផងអំបញ្ញមិញខ្ញុំយកខុសលើនាងហើយ ខ្ញុំធ្លាប់ប្រាប់អ្នកទាំងអស់គ្នារួចហើយធ្វើការនៅក្រុមហ៊ុនយើងកុំមានការរើសអើងចំពោះអ្នកដទៃប្រាក់រង្វាន់ខែនេះត្រូវកាត់ចោលកុំឲ្យមានលើកក្រោយទៀត ចាសោះ លើកនេះនាងបានសម្របសម្រួលឲ្យមានកិច្ចសហការដ៏ធំមួយប្រាក់រង្វាន់ខែនេះគុណនឹង5 អរគុណអគ្គនាយកសិន